để cô mang trên pisala bà mang chân tê bây giờ nó cô đã bảo bây giờ từ riêng slap xây cô mang rê nên cái chuyện này riêng chân tê vào môi vẫn tốt lên một hay nụ nè nè tiền nụ từ lâu từ tạm rồi nè nè buồn nè cả cô với nữa buồn nè chạp nè hay nó mà chạp cho rất khmer đi đó chụp này vậy tây nên nó sang bánh hà mà toàn cột còn tiền rê bạn hai nó đang ở khné xin cho mua lô hàng chính chỉ bị thiênยุสถานส่งจีจะมาเลยខ្ញុំនឹងត្រូវពិនិត្យមើលថាលោកនាយករបស់សាលារៀនមានជាប់ពាក់ព័ន្ធជាមួយនឹងរឿងនេះដែរឬអត់សូមមេត្តាអ្នកទាំងអស់គ្នាចិត្តទៅជាផងតាមពិតទៅជាលោកនាយកលោកនេះណាគេជាគេបានហើយអ្នកបញ្ញាទៅចាត់ការប្រព័ន្ធនៅព្រឹកទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងនៅក្នុងសាលារៀនហើយមកលេចលើចេញទៅក្រៅជាដៃខានក្នុងរយៈពេល1ម៉ោងនឹងមិនត្រូវមានរឿងអ្វីកើតឡើងហើយបើសិនជាមានព័ត៌មានពាក់ព័ន្ធជាមួយនឹងសាលារៀនមិនឆឹងទៅនោះនេះក៏ត្រូវតែកាប់វិទុំហើយមកចោះផ្សាយបានជាដៃខានគុំកំបល់អីណាខ្ញុំបានចាត់ការរឿងនេះឲ្យនាងហើយអរគុណប៉ុន្តែតាមការបាត់ហើយនោះវាក៏មិនអីនោះឡើយនេះគ្រាន់តែជារឿងតូចតាចក៏មិនចាំបាច់ទៅកង្វល់ទៅលើរឿងនេះខ្លាំងពេកក៏មានគុំមែនជាយ៉ាងខ្ញុំមិនអីឡើយគុំម៉ាងនាងបណ្ដោយពួកគេធ្វើបែបនេះមិនបានឡើយយ៉ាងណាក៏ដោយនៅពេលនោះនាងព្យាយាមជួយនេះគ្រប់គ្រាន់ហើយវាមិនមានហេតុផលចាំបាច់ដែលត្រូវនិយាយពីរឿងអតីតនោះឡើយមេធាវីជាងក៏និយាយថាការកែបញ្ហាដ៏ល្អបំផុតសម្រាប់នាងនឹងជាយ៉ាងនោះគឺជាការបដោះសាលារៀនលោកជាងក៏និយាយថាខ្ញុំមិនយល់ស្របជាងឈឹងយាននឹងឲ្យអ្នកដតីប្រណិប័តដាក់ពន្ធនាងយ៉ាងមិនស័ក្តិសមអញ្ចឹងទេប៉ុន្តែខ្ញុំគឺទេសម្រាប់ខ្ញុំហើយគឺមិនធ្វើរឿងអ្វីដែលខុសលោកជាងអរគុណនេះប៉ុន្តែខ្ញុំក៏នៅតែបដោះសាលារៀនទៅតាមជាយ៉ាងដដែលបងម៉ាហេតុអ្វីទៅបងគឺជាអ្នកបង្រៀនឲ្យពួកខ្ញុំប៉ុន្តែបងគិតនឹងចាក់ចេញពីសាលារៀនមួយនេះក៏ព្រោះតែពួកអស់ទាំងនោះពិតមែនទេជាយ៉ាងកុំចាំអីនេះតានកំបាំងរវាងពួកគេទាំង3នាក់គឺជាអ្វីប្រកបទេជាយ៉ាងក៏និយាយថាគុំម៉ាញ់លោកនិយាយត្រូវហើយបងមិនចាំបាច់ពិបាកចិត្តនោះឡើយព្រោះថាបងធ្វើល្អបំផុតហើយខ្ញុំនឹងឲ្យពាក្យអធិប្បាយដែលពួកគេចង់បានតែខ្លួនឯងទុកឲ្យខ្ញុំការពារបងតែខ្លួនឯងនេះគុំម៉ាញ់លើបែបនេះក៏ភ្ញាក់ផ្អើលជាខ្លាំងហើយនឹងក៏មិនព្រមឲ្យជាយ៉ាងធ្វើបែបនេះបាននោះឡើយជាយ៉ាងក៏និយាយថាពួកអ្នកទាំងនោះគឺគង់នឹងខ្លាញ់នៃការពិតបានមកបង្ហាញពួកគេក៏គួរតែត្រូវមនុស្សរាប់ពាន់ស្ដីឲ្យច្រើនជាងនេះគឺជាអក្រិតកម្មនេះអ្នកដែលត្រូវឈឺចាំនោះគឺមិនមែនជាពួកយើងនោះឡើយគុំម៉ាញ់នេះមិនមែនជាអ្វីដែលបងបង្រៀនខ្ញុំទេបងជាយ៉ាងនេះស្ដាប់ខ្ញុំនេះខ្ញុំមិនអាចញ៉ាំដល់នឹងទេប៉ុន្តែថាខ្ញុំត្រូវទេតែពីខ្ញុំនៅក្មេងបងនេះធ្វើដើម្បីខ្ញុំមកច្រើនហើយនៅឡើយនេះខ្ញុំក៏ត្រូវតែរៀនសូត្រទៅឈរមុខនឹងបញ្ហាខ្លះជំរាបសួរអានេះព្យាបាលទាំងអស់ខ្ញុំឈ្មោះជាងជីងយ៉ាងមកពីវិទ្យាល័យឆ្នាំទី6នៅក្នុងបន្ទប់20នាងមកធ្វើអ្វីមិនមានអ្វីពាក់ព័ន្ធជាមួយនាងនោះឡើយនេះអ្វីដែលពួកខ្ញុំត្រូវគេដេញគូមិនចេញពីសាលារៀនហើយឲ្យនាងមកសុំទោសពួកខ្ញុំបើសិនជានាងយល់នោះនាងក៏គួរតែដាក់ចេញពីសាលាមួយនេះជាយ៉ាងក៏និយាយថាគូមិនបានខុសនោះឡើយនាងមិនបានធ្វើខុសពីច្បាប់របស់សាលារៀននោះឡើយហើយបើត្រូវសុំទោសហើយត្រូវចាក់ចេញពីសាលាដែរនេះមនុស្សម្នាក់នេះក៏និយាយថាកុំគិតថានាងគឺជាលេខ1នៅក្នុងសាលារៀនហើយនាងចង់និយាយអ្វីក៏បាននេះបើទង្វើរបស់គូម៉ែឲ្យបានធ្វើតិចអ្នករៀនអន់បែបនេះវាមិនស័ក្តិសមនឹងរៀនពិសេសនៅសាលារៀនល្អបែបនេះនោះឡើយនេះក៏គួរតែនៅក្នុងគុកច្រើនជាងជាយ៉ាងក៏និយាយថាគូម៉ែគឺជាមនុស្សល្អនេះអ្នកមិនមែនជាសារដ៏អន់នោះឡើយវាគឺជារឿងដែលមិនខុសប្រក្រតីសម្រាប់គូម៉ែដែលនាងវាអ្នកណាម្នាក់ក៏គ្រាន់តែថានាងមានកម្លាំងខ្លាំងតាំងតែពីនាងនៅក្មេងបើសិនជានាងមិនបានវាមនុស្សម្នាក់នោះនៅក្នុងហើយនោះទេ
ខ្ញុំគិតថាខ្ញុំគង់នឹងស្លាប់ตั้งតែខ្ញុំអាយុ5ឆ្នាំទៅហើយនៅក្នុងពោះរបស់ខ្ញុំអវយវៈនៅត្រង់ពវៀនធំគឺជាសព្វនិមិត្តទាំងអស់មុនអាយុ14ឆ្នាំខ្ញុំទុកថងបន្តបងធំរហូតក្រោយពីការវះកាត់ជាច្រើនដងខ្ញុំទៅបានប្រាជីវិនដោយមនុស្សធម្មតាមែនកាលពីជាង10ឆ្នាំមុនមានរឿងក្តីមួយបានកើតឡើងនៅក្រុងឆាំងមីងក្មេងស្រីម្នាក់ត្រូវបានមនុស្សចំណាស់ធ្វើបាបហើយខ្ញុំគឺជាក្មេងស្រីម្នាក់នោះនៅលើនោះខ្ញុំនៅដង្ហើមថប់ថយជិតនឹងស្លាប់ទៅហើយមនុស្សម្នាក់នោះមានរូបសាយប្រសែនកិច្ចគត់ជាខ្លាំងគូម៉ាំងប៊ីគេដើម្បីតែជួយជីវិតរបស់ខ្ញុំតែនៅពេលនោះនាងអាយុត្រឹមតែ5ឆ្នាំតែប៉ុណ្ណោះទាំងខ្លួននាងនៅពេលនោះក៏គង់នឹងខ្លាចជាខ្លាំងនាងធ្វើក៏ព្រោះតែចង់ការពារខ្ញុំក្រោយមកខ្ញុំចេញពីមន្ទីរពេទ្យហើយក៏បានចូលរៀនមានក្មេងប្រុសជាច្រើនសើចចំអកខ្ញុំហើយពួកគេធ្វើបាបខ្ញុំហើយគូម៉ាំងក៏បានជួយខ្ញុំមករហូតនៅក្នុងថ្ងៃនេះដែលខ្ញុំឈរនៅត្រង់នេះព្រោះខ្ញុំមានអារម្មណ៍ថានៅពេលដែលកើតរឿងបែបនោះឡើងមកហើយខ្ញុំត្រូវរត់គេចនិងបញ្ចុះសង្គមអ្នកដែលត្រូវនៅតតាមច្បាប់នៅរឿងដែលពួកគេបានធ្វើវាគឺជាអក្រិតកម្មហើយខ្ញុំគឺជាជនរងគ្រោះខ្ញុំមិនបានធ្វើអ្វីខុសព្រោះនៅជាគូម៉ាំងនាងក៏មិនបានធ្វើអ្វីខុសដូចគ្នានាងមិនមែនជាសត្វរាងដែលអាក្រក់នាងជួយជីវិតខ្ញុំតែបាក់សនាងគឺជាតែបាក់សរបស់ខ្ញុំជាយ៉ាងកុំភ័យអីរឿងនៅក្នុងសាលារៀននៅថ្ងៃនេះនៅមិនបាក់បង្ហាញទៅក្រៅនោះឡើយបើអ្នកមិនចង់នៅសាលានេះពួកយើងក៏ដូរសាលាទៅមិនអីលេងខ្ញុំហ៊ាននិយាយខ្ញុំក៏ត្រូវតែប្រឈមមុខនឹងវាកុំអារម្មណ៍អីនេះគូម៉ាំងនៅតែម៉ែខ្ញុំមិនអីលេងខ្ញុំល្អជាងមុនច្រើននេះមិនអីក៏ល្អហើយជាយ៉ាងរឿងមួយនេះដូចជាផ្លេងលោកនាយកពួកយើងធ្វើតាមច្បាប់សាលារៀនតើអូខេទេនាងត្រូវការប្រើកុំព្យូទ័រមួយនោះអញ្ចឹងឬបានលឺអ្នកមើលថែប្រាប់ថាកុំព្យូទ័រមួយនោះមានវីរុសឯកសារនៅក្នុងកុំព្យូទ័របានចាក់ផ្លែងដូច្នេះហើយគេក៏បានបិទកុំព្យូទ័រនោះចោលប៉ុន្តែថាវាក៏បើកលេងបាននៅពេលនេះគូម៉ាំងកំពុងតែកម្ចាត់មេរោគចេញពីកុំព្យូទ័រហើយសកលការកម្ចាត់មេរោគរបស់នាងពិតជាលឿនខ្លាំងនេះវាធ្វើឲ្យលោកនាយកផ្ទះបាយជាខ្លាំងចាប់កោដៃរកមនុស្សចាប់កោដៃរៀបរយខ្ញុំទៅនិយាយទូរស័ព្ទបន្តិចហៅឡូឯកសារដែលបញ្ចូលនៅអំបញ្ញមិញនេះជួយរកបន្តិចថាជាអ្នកណាដែលបង្កើតមេរោគមួយនេះរំខានសុបិនអ្នកដទៃរត់តែបាញ់នេះតែនឹងទេហើយនេះហើយអ្វីក៏មិនរកខ្លួនឯងទេនេះរំចាំខ្ញុំពី3នាទីទៅជាមានមនុស្សស្រីម្នាក់ជួយ hacker ហួសសម័យមកធ្វើរឿងនេះ hacker ម្នាក់នោះខ្លាចកើតរឿងទៅគេបានថតរូបមនុស្សស្រីម្នាក់នោះមកខ្ញុំផ្ញើរូបនោះឲ្យនាងហើយនាងមើលតែខ្លួនឯងចោះនេះជារឿងឈិញឬរឿងឈិញ